សិភៅវិជ្ជាព្រលឹងវិញ្ញាណប្រតិបត្តិនិពន្ធដោយប្រធាចារ្យម៉ៅចាំសំណុំអានដោយនាងខ្ញុំលឹមធីតាជំពូកទី5ធម្មពលស្នេហាអាចនាំឲ្យមនុស្សជានីពីរោគផ្លូវចិត្តមនុស្សជាតិកំពុងឆ្លងកាត់បញ្ហាជាច្រើនដូចជាការគ្មានការធ្វើការបែកបាក់គូស្នេហ៍រកស៊ីខាតបង់ជំពាក់លុយគេច្រើនមានជំងឺបៀតបៀនឡាទាំងអស់នេះនាំឲ្យគេខិតខំរុករកដំណោះស្រាយផ្សេងៗចំណែកឯផ្លូវអារម្មណ៍របស់គេកាន់តែធ្ងន់ធ្ងរឡើងភ័យព្រួយបាក់ទឹកចិត្តកំហឹងគំនុំចងអាឃាតការទុកច្រើនចំពោះរាប់ពុំអស់ពីព្រោះបុគ្គលតាមតឹងជាលំដាប់ដើម្បីចាកចេញពីការជប់ជំពាក់ក្នុងចិត្តនេះបានមនុស្សជាតិប្រើវិធីសាស្ត្រជាច្រើនតាមនិស្ស័យរបស់មនុស្សម្នាក់ៗមានដូចជាការចូលរួមកាន់សាសនាសមាធិស្ដាប់ធម្មទេសនាជួបនឹងជំនាញចិត្តសាស្ត្រឡាប៉ុន្តែនៅទីនេះខ្ញុំសូមជូនវិធីសាស្ត្រមួយពោលគឺចូលប្រើអំណាចនៃធម្មពលស្នេហាក្នុងខ្លួនអ្នកផ្ទាល់ដោយបំផុសឲ្យស្នេហានេះផុសឡើងមកផ្ទៃលើនៃចិត្តពេលនោះស្នេហានឹងមាននាទីលាងសម្អាតអារម្មណ៍ពឹកពុលអារម្មណ៍អវិជ្ជមានការភ័យខ្លាចទុក្ខសោកក្នុងចិត្តយ៉ាងមានប្រសិទ្ធភាពបំផុតពីព្រោះអារម្មណ៍ភ័យខ្លាចនិងស្នេហាផ្ទុយគ្នាទាំងស្រុងវាទាំងពីរពុំអាចមានវត្តមានក្នុងពេលតែមួយបានឡើយបើមានស្នេហានោះភ័យខ្លាចក៏រលាយបាត់បើស្នេហាមានមុខភ័យខ្លាចពុំអាចឈរនៅជាមួយបានឡើយបើស្នេហាមានមុខកំហឹងពុំអាចឈរនៅជាមួយបានឡើយបើស្នេហាមានមុខគំនុំពុំអាចឈរនៅជាមួយបានឡើយបើស្នេហាមានមុខភាពតានតឹងក្នុងចិត្តពុំអាចឈរនៅជាមួយបានឡើយដូច្នេះហើយពេលមនុស្សចូលព្រៃជ្រៅហើយខ្លាចខ្មោចបិសាចព្រះពុទ្ធសាសនាបានបង្គាប់ឲ្យផ្សាយមេត្តាស្នេហាគ្មានព្រំដែនដល់ពួកទាំងនោះរំពេចនោះការភ័យខ្លាចក៏រលាយសាបសូន្យពីអារម្មណ៍ទៅជាក់ស្ដែងសមាធិវិបស្សនាមានកម្មវិធីតម្រូវឲ្យអ្នកបដិបត្តិផ្សាយមេត្តាដល់មនុស្សសត្វគ្រប់ទិសទីជាប្រចាំថ្ងៃពួកគេបានទទួលភាពស្ងប់ស្ងាត់សុភមង្គលនិងសប្បាយរីករាយឡើងហើយចំណែកឯសាសនាធំដូចជាគ្រិស្តសាសនាអ៊ីស្លាមសាសនាព្រះពុទ្ធសាសនាបែបមហាយានគេប្រើឧបករណ៍ស្នេហាព្រះជាចម្បងបំផុតសម្រាប់ដឹកនាំមនុស្សឲ្យចាកចេញពីទុក្ខសោកក្នុងជីវិតហើយជួបនឹងពន្លឺត្រាស់ដឹងយ៉ាងងាយស្រួលខ្ញុំយល់ថាវិធីសាស្ត្រមានជំនឿលើព្រះអាទិទេពធ្វើការបួងសួងបូជាព្រះនិងស្នេហាព្រះពេញបេះដូងជាការបំផុសឲ្យធម្មពលស្នេហាលេចឡើងនិងជួយឲ្យអ្នកបដិបត្តិជានីពីរោគផ្លូវចិត្តពិតប្រាកដណាស់វិធីសាស្ត្រមួយនេះងាយស្រួលមានសភាពធម្មជាតិជនណាក៏អាចទទួលយកបានឲ្យតែគេបើកចិត្តជឿព្រះនោះភាពសុខសាន្តនឹងមកដល់ម្យ៉ាងទៀតអំណាចនៃធម្មពលស្នេហានឹងនាំមកនៅជីវិតប្រកបដោយសីលធម៌នៅសប្បុរសធម៌នៅការឲ្យអភ័យទោសដល់ខ្លួនឯងនិងអ្នកដទៃការព្រមទទួលយកការប្រាជ្ញាភ្លឺថ្លាសុខស្ងប់ចម្រុងចម្រើនជោគជ័យគ្រប់វិស័យ